តើការមកធ្វើការអាមេរិកតាមរយៈកម្មវិធី EB3 ពិតប្រាកដឬក៏ជាកម្មវិធីបោកប្រាស់ឡើយដើម្បីឲ្យដឹងច្បាស់នាំបងប្អូនទៅស្ដាប់ទាំងអស់គ្នាដោយសង្ខេបមុននឹងដឹងថាកម្មវិធីនេះគឺជាកម្មវិធីពិតប្រាកដឬក៏អត់ឥឡូវយើងមកដឹងទាំងអស់គ្នាតើកម្មវិធីនេះគឺជាកម្មវិធីអ្វីកម្មវិធី EB3 គឺជាកម្មវិធីស្របច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលផ្ដល់វីសាទៅកាន់អ្នកស្នើសុំពាក្យមកធ្វើការសហរដ្ឋអាមេរិកហើយការស្នើសុំពាក្យហ្នឹងចែកចេញជា3ផ្នែកធំទី1សម្រាប់ពលករដែលមានជំនាញពលករដែលមានជំនាញជាន់ខ្ពស់និងពលករដែលអត់ជំនាញហើយខ្ញុំសូមពន្យល់ជំនាញទាំង3ហ្នឹងដោយសង្ខេបពលករជំនាញគឺពលករដែលមានបទពិសោធន៍យ៉ាងតិច2ឆ្នាំឡើងទៅឬក៏បានសញ្ញាបត្រទៅរៀននៅសាលាវិជ្ជាជីវៈណាមួយខាងជាងភ្លើងខាងជាងឡានចុងភៅអីចឹងទៅចុចហើយទី2តកតងនឹងពលករជំនាញជាន់ខ្ពស់ទាំងនេះតកតងជាមួយបងប្អូនដែលបានបញ្ចប់នៅមហាវិទ្យាល័យទទួលបានសញ្ញាបត្រជាន់ខ្ពស់ហើយមានបទពិសោធន៍ចាប់ពីគេអត់និយាយពីបទពិសោធន៍ទេប៉ុន្តែឲ្យតែមានសញ្ញាបត្រទទួលស្គាល់ពីសហរដ្ឋអាមេរិកឬក៏សាលានៅបើសិនជាប្រទេសកម្ពុជាយើងសាលានៅកម្ពុជាដែលទទួលស្គាល់ពីសហរដ្ឋអាមេរិកហើយការងារទាំងនោះដូចជាគ្រូបង្រៀនវិស្វករអីធំណាហើយចំណុចទី3ចុងក្រោយនរណាក៏អាចដាក់ពាក្យបានដែរពលករអត់ជំនាញនេះមានដូចជាការងាររោងចក្រការងារបន្លែផ្លែឈើរៀបចំសម្អាតផ្ទះសណ្ឋាគារអីអស់ហ្នឹងលក្ខណៈមើលថែទាំក្មេងចាស់អីហ្នឹងគឺចូលនៅក្នុងចំណុចទី3ពលករអត់ជំនាញពលរដ្ឋទាំងអស់នៅក្រៅពីប្រទេសនៅក្រៅពីសហរដ្ឋអាមេរិកអាចដាក់ពាក្យជាមួយនឹងកម្មវិធី EB3 នឹងបានប៉ុន្តែវាមានផលប្រយោជន៍និងមានផលវិបាកខ្ញុំនឹងរៀបរាប់ទាំងអស់ហ្នឹងឲ្យស្ដាប់បងប្អូនអាចសួរថាហេតុអីបានសហរដ្ឋអាមេរិកត្រូវការពលរដ្ឋពីប្រទេសក្រៅមកធ្វើការនៅសហរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិកនេះខ្វះធនធានមនុស្សឬក៏យ៉ាងម៉េចដោយសារតែការងារខ្លះពលរដ្ឋនៅសហរដ្ឋអាមេរិកក៏អត់ចង់ធ្វើទេការងារនឹងវាហត់ច្រើនហើយបានលុយតិចចឹងទៅឥឡូវយើងត្រឡប់មកវិញតើការស្នើសុំវីសាមកធ្វើការសហរដ្ឋអាមេរិកមានសារៈប្រយោជន៍អីខ្លះសារៈប្រយោជន៍មានច្រើនទី1ទទួលបានសិទ្ធិរស់នៅស្របច្បាប់បើសិនជាមានប្រពន្ធមានកូនប្តីប្រពន្ធកូនអីហ្នឹងគឺមកជាមួយគ្នាបើសិនជាសម្ភារជាប់ទី2គាត់បានធ្វើការងារស្របច្បាប់ទាំងអស់គ្នាស្របច្បាប់ទី3អាចចូលសញ្ជាតិអាមេរិកបាននៅក្នុងពេលអនាគតហើយនឹងផ្សេងទៀតជាច្រើនអ្នកខ្លះគាត់ថាកូនអាចទៅរៀនទៅអីទៅអត់គិតថ្លៃអាហ្នឹងវាជាទូទៅឯពលរដ្ឋនៅសហរដ្ឋអាមេរិកឲ្យតែមាន green card ឬក៏ពលរស់នៅស្របច្បាប់ហ្នឹងគាត់ចូលរៀនអត់បង់ប្រាក់ទេហើយកូននៅដោយឡែកតតែអាយុក្រោម21ឆ្នាំបានមកជាមួយនឹងឪពុកម្ដាយបានក្រៅពីសារៈប្រយោជន៍យើងមានផលលំបាកនេះគួរតែបងប្អូនគិតគូរដែរមុននឹងចាប់ផ្ដើមដាក់ពាក្យស្នើសុំប្រភេទវីសាមកធ្វើការនៅសហរដ្ឋអាមេរិកនេះផលលំបាកទី1គឺត្រូវប្រើប្រាក់កាសអស់ច្រើនប្រាក់កាសហ្នឹងអាចរាប់ម៉ឺនដុល្លារនោះ2-3ម៉ឺនហ្នឹងតិចបំផុតហើយអ្នកខ្លះអាចលើសនឹង4-5ម៉ឺនចឹងទៅទី2សំខាន់គឺប្រើរយៈពេលយូរនៅក្នុង website របស់ស្ថានទូតស្រាប់គេដាក់ពី2ទៅ4ឆ្នាំប៉ុន្តែបើមើលតាមទិន្នន័យចុងឆ្នាំសម្រាប់ឆ្នាំ2024និង2025អ្នកខ្លះចាំពី4ទៅ6ឆ្នាំឬក៏អាចយូរជាងហ្នឹងផលវិបាកទី3តកតងជាមួយនឹងក្រុមហ៊ុនក្នុងកំឡុងពេលធានាអញ្ចឹងបើសិនជាក្រុមហ៊ុនលែងត្រូវការយើងគេនឹងអាចបញ្ឈប់ដំណើរការនៃការធានាក៏យើងមានបញ្ហាដែរអញ្ចឹងក៏យើងគួរតែយល់ដឹងចំណុចមួយនឹងមុននឹងចាប់ផ្ដើមដាក់ណាអានឹងហានិភ័យហើយទី4សំខាន់ពេលដែលបងប្អូនត្រូវបានក្រុមហ៊ុនធានាឲ្យមកធ្វើការបងប្អូនអាចបដូរការងារតាមចិត្តបានទេដោយសារតែយើងមានកិច្ចសន្យាធ្វើការជាមួយនឹងក្រុមហ៊ុនរយៈពេលប្រមាណអញ្ចឹងទៅតើតែយើងបានសញ្ជាតិឬក៏បានផុតអាណត្តិនៃការកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនបានយើងអាចចាប់ផ្ដើមបដូរការងារថ្មីបានអញ្ចឹងហេតុអីបានគេថា EB3 ហ្នឹងបោកប្រាស់វាមានច្រើនប្រភេទតើវាបោកប្រាស់ដោយរបៀបណាបោកប្រាស់ទី1តើមកពីយើងបង់លុយឲ្យគេហើយគេអត់ធ្វើឯកសារឲ្យយើងបោកប្រាស់ទី2ឬក៏រត់ឯកសារធ្វើឯកសារហើយបានសម្ភារឲ្យអត់ជាប់ទារលុយគេវិញគេអត់ឲ្យឬក៏រងចាំដំណើរការនឹងយូរពេកយើងនឹងស្រាប់អីវាអាច
ពី4ទៅ6ឆ្នាំដំណើរការយូរពេកទីលុយគេវិញគេអត់ឲ្យហៅគេបោកឬក៏ក្រុមហ៊ុនត្រូវបានបិទទ្វារដូចថាយើងប្រើរយៈពេលយូរអញ្ចឹងទៅហើយក្រុមហ៊ុនគេឈប់ដំណើរការគេទៅធ្វើអីផ្សេងអញ្ចឹងទៅគេបិទទ្វារហៅគេបោកដែរឬក៏យ៉ាងម៉េចអាហ្នឹងវាតាក់ទងជាមួយថាតើបោកហ្នឹងបោកលក្ខណៈបែបណាអញ្ចឹងទៅមុននឹងបងប្អូនចាប់ផ្ដើមដាក់ស្នើសុំពាក្យមកធ្វើការសហរដ្ឋអាមេរិកតាមរយៈ EB3 ហ្នឹងសូមសិក្សាស្រាវជ្រាវថាតើក្រុមហ៊ុនដែលធ្វើឯកសារឲ្យបងប្អូនហ្នឹងគេគឺជាក្រុមហ៊ុនពិតឬក៏បែបណាជៀសវាងក្នុងការត្រូវបានគេបោកប្រាស់ក្រុមហ៊ុនខ្លះក៏អនុញ្ញាតឲ្យបងប្អូនបង់រំលោះបាទនេះដាក់ពាក្យបង់រំលោះគេអាចកំណត់ក្នុងមួយខែប្រហែលអញ្ចឹងទៅរហូតទៅដល់ 4-5 ឆ្នាំបានលុយប្រហែលអញ្ចឹងទៅធ្វើបែបហ្នឹងបើសិនជាប៉ះចំក្រុមហ៊ុនល្អក៏មិនអីដែរវាងាយខ្លាចតែប៉ះក្រុមហ៊ុនបោកណាព្រោះកាលណាយើងបង់លុយមួយខែ $400-500 រហូតទៅដល់ 3-4 ឆ្នាំបាន 4-5 ម៉ឺនដើម្បីគ្រប់ចំនួននៃការស្នើសុំពាក្យមកធ្វើការហ្នឹងហើយម្យ៉ាងវិញទៀតសម្រាប់បងប្អូនដែលគាត់មានលុយរហូតទៅដល់ $4-5 ម៉ឺនហើយត្រូវគិតថាគាត់មកធ្វើការតាមរយៈ EB3 ហ្នឹងគឺជាការងារមិនមែនងាយស្រួលទេគឺការងារខ្ញុំនិយាយថាភាគច្រើនវាអាចនឹងការងារលំបាកជាមួយនឹងចំណុចទី3អ្នកដែលអត់ជំនាញណាបើអ្នកដែលគាត់មានជំនាញឬក៏ជំនាញជាន់ខ្ពស់ហ្នឹងជារឿងផ្សេងគាត់អាចស្រួលអញ្ចឹងទៅតែបើអ្នកមកតាមជំនាញទី3ដែលអត់មានជំនាញនឹងគេអាចដាក់យើងនៅកន្លែងដែលលំបាកហត់នឿយអញ្ចឹងតែយើងសុខចិត្តយកលុយ 4-5 ម៉ឺនដែលខំសន្សំពីស្រុកខ្មែរខ្ញុំគិតថាអ្នកដាក់ពាក្យសិតតែគាត់ទូធីហ្នឹងគាត់ដាក់ពាក្យមកមានលុយគ្រប់គ្រាន់ណាហើយដាក់ពាក្យមកធ្វើការអញ្ចឹងយើងត្រូវតាំងចិត្តទុកមុនថាពេលដែលមកធ្វើការគឺយើងធ្វើការទោះបីជាហត់យ៉ាងណាក៏ដោយតែតាមហ្នឹងគឺការងារហ្នឹងគឺការងារលំបាកតែបើផុតពីលំបាកវាអាចស្រួលវិញនៅពេលដែលយើងបានសញ្ជាតិឬក៏ផុតអាណត្តិកុងត្រាជាមួយនឹងក្រុមហ៊ុនខ្ញុំសូមបង្ហាញបងប្អូននៅឆ្នាំ2024និងឆ្នាំ2025បន្តិចថាតើមានមនុស្សប្រមាណអ្នកបានមកសហរដ្ឋអាមេរិកស្របច្បាប់មកធ្វើការតាមរយៈ EB3 ហ្នឹងនៅក្នុងឆ្នាំ24យើងឃើញមានពលករជំនាញ7នាក់ហើយនិងពលករអត់ជំនាញ17នាក់ក្នុងឆ្នាំ24សរុបគឺ24នាក់តិចមែនតើណាសម្រាប់ឆ្នាំ2025យើងឃើញអ្នកជាប់តាមរយៈកម្មវិធីនឹងតាមរយៈជំនាញម្នាក់ហើយនិងអត់ជំនាញ9នាក់អញ្ចឹងនៅក្នុងឆ្នាំ2025សរុបបានតែ10នាក់ទេអញ្ចឹងនៅក្នុងឆ្នាំ2026ក៏យើងអាចរំពឹងទុកថាមិនលើសពី20នាក់អីចឹងណាអញ្ចឹងឱកាសនៃការទទួលបានសិទ្ធិមកធ្វើការនៅសហរដ្ឋអាមេរិកគឺវាទាបមែនតើទាបរហូតទៅដល់ដោយនឹងលោកអ៊ំគាត់និយាយគាត់ថាស្ទើរតែ 99% បោកណាវាអាចចឹងដែរដោយសារតែចំនួនអ្នកជាប់មកធ្វើការគឺវាតិចបំផុតហើយយើងគិតថាឥឡូវយើងសម័យមើលថាតើមានមនុស្សប្រមាណ100ប្រមាណពាន់នាក់តែដាក់ពាក្យមកធ្វើការតាមកម្មវិធីហ្នឹងចង់វាច្រើនលើសលប់ហើយមានមនុស្សតិចតួចបំផុតដែលបានមកធ្វើការប៉ុន្តែបើស្អីយើងជាប់ហើយបានមកធ្វើការអាហ្នឹងគឺវាល្អខ្ញុំសង្ឃឹមថាការពន្យល់ដោយសង្ខេបខ្លីៗធ្វើបានផ្ដល់ចំណេះដឹងឲ្យបងប្អូនខ្លះតាក់ទងជាមួយនឹងកម្មវិធី EB3 នេះហើយខ្ញុំក៏មិនអ្នកជំនាញអីដែរខ្ញុំធ្វើការស្រាវជ្រាវដូចគ្នាទេបាទអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់បើមានសំណួរឬក៏មានការរិះគន់អីអាចដាក់នៅក្នុង comment ខាងក្រោមបានបាទអរគុណ